នាងខ្ញុំសូមជម្រាបសួរលោកតាលោកយាយអំពូមីងបងប្អូនទាំងអស់ដែលរស់នៅក្នុងប្រទេសនិងក្រៅប្រទេសថ្ងៃនេះថ្ងៃទី10ខែកុម្ភៈឆ្នាំ2015ក្នុងនាមនាងខ្ញុំជាចៅសង្កាត់រងទី2នៅសង្កាត់អូចានាងខ្ញុំបាននាំជំនួយមនុស្សធម៌របស់ចលនាស្ត្រីគណៈបកសង្គ្រោះជាតិប្រចាំទ្វីបអាមេរិកខាងជើងដោយដឹកនាំដោយបងស្រី Janet សេងដែលគាត់បានផ្ញើថវិកាតាមរយៈនាងខ្ញុំយកមកជូនដល់ប្អូនតិតហើយនិងប្អូនធីតាដែលមានកូនឈ្មោះសំណាងអាយុ10ខែជាកូនស្រីហើយក្នុងនោះដែរចំនួន$300ដែលនាងខ្ញុំបានទទួលពីខាងចលនាស្ត្រីដោយ$100ដោយបានមកពីលោកពូគង់និងបងស្រីរាវីដែលគាត់រស់នៅរដ្ឋដែលគាត់រស់នៅប្រទេសកាណាដាអញ្ចឹងថវិកាដែលបានមកពីចលនាស្ត្រីគឺបានមកពីលោកពូគង់ហើយនិងបងស្រីរាវី$100ចាហើយនឹង$200ទៀតបានមកពីចលនាស្ត្រីនៅចលនាស្ត្រីចំនួន$200អញ្ចឹងជំនួយដែលជួយប្អូនតិតគឺបានចំនួន$300 $100បានមកពីលោកពូគង់និងបងស្រីរាវីដែលរស់នៅប្រទេសកាណាដាហើយនឹង$200បានមកពីក្រុមចលនាស្ត្រីដែលនៅទ្វីបអាមេរិកខាងជើងចាអញ្ចឹងបងប្អូនបានទទួលឲ្យមានអីថ្លែងអំណរគុណដល់សប្បុរសជនក៏ដូចជាចលនាស្ត្រីនៅទ្វីបអាមេរិកខាងជើងដោយដឹកនាំដោយបងស្រី Janet សេងដែលគាត់ជាអ្នកដែលមើលការខុសត្រូវចលនាស្ត្រីណាចាមានអីថ្លែងអំណរគុណហើយនឹងអាចផ្ដាំផ្ញើថាយ៉ាងម៉េចបន្តទៅទៀតសូមអរគុណដល់បងស្រីដែលបានជួយគ្រួសារខ្ញុំហើយខ្ញុំសូមជូនពរឲ្យបងស្រីមានសុខភាពល្អចាចុះធីតាចុះធីតាមានអីខ្ញុំសូមអរគុណបងស្រីដែលជួយផ្ដល់ថវិកាជួយឲ្យពួកខ្ញុំចាក់ទិញដីទិញអីហ្នឹងខ្ញុំអត់ចាយអត់អីទេខ្ញុំទុកពួកអីចង់បានដីចង់បានអីឲ្យកូននៅមានអនាគតដូចគេចាហើយក្នុងនាមនាងខ្ញុំដែលបានទទួលថវិកាគឺខ្ញុំបានយកមកឲ្យប្រពើជូនប្អូនទាំងពីរហើយដែលជាយុវជនចាអ្វីជាយុវជនប៉ុន្តែគ្នាមានស្ថានភាពពិការទាំងប្រពន្ធពិការទាំងប្តីប៉ុន្តែដោយសារការតស៊ូការប្រឹងប្រែងតស៊ូដើម្បីជីវិតគឺប្អូនទាំងពីរគឺខំប្រឹងប្រែងដើររើសអេបចាយហើយទន្ទឹមនឹងដើររើសអេបចាយនោះក៏មានការអាណិតអាសូរពីបងប្អូនប្រជាពលរដ្ឋដែលគាត់រស់នៅខេត្តបាត់ដំបងហ្នឹងក៏បានឲ្យជារទេះមួយហើយក្នុងនាមនាងខ្ញុំជាយុវជនមួយរូបនាងខ្ញុំសូមថ្លែងអំណរគុណដល់ចលនាស្ត្រីនៅទ្វីបអាមេរិកខាងជើងដែលដឹកនាំដោយបងស្រី Janet ដែលបានទទួលថវិកាពីសប្បុរសជនជិតឆ្ងាយទាំងអស់តែងតែជួយដល់ស្ត្រីដែលមានទុក្ខលំបាកមិនថាស្ត្រីដែលមានកាយសម្បទានមាំមួនឬមួយស្ត្រីដែលកើតមកហើយមានស្ថានភាពអភ័ព្វដូចជាបងស្រីធីតាទេតែងតែជួយហើយក្នុងនាមខ្ញុំសូមអំពាវនាវដល់បងប្អូនសប្បុរសជនជិតឆ្ងាយទាំងអស់បើចង់ចូលរួមជាមួយចលនាស្ត្រីនៅទ្វីបអាមេរិកខាងជើងឬមួយក៏ចង់ចូលរួមជាថវិកាក្តីតិចក្តីច្រើនក្តីអាចចូលរួមជាមួយបងស្រី Janet ដែលគាត់ជាអ្នកដឹកនាំហើយអាចទំនាក់ទំនងនៅ Facebook របស់គាត់បានគឺ Janet សេងហើយសូមអរគុណហើយសូមជូនពរដល់សប្បុរសជនជិតឆ្ងាយហើយសូមជូនពរដល់តំណាងឬមួយក្រុមចលនាស្ត្រីនៅទ្វីបអាមេរិកខាងជើងឲ្យទទួលបេសកកម្មបានជោគជ័យដើម្បីបម្រើជាតិមាតុភូមិក៏ដូចជាបេសកកម្មដ៏ធំគឺជួយដល់ស្ត្រីខ្មែរដែលកំពុងតែរងគ្រោះក្រោមរបៀបដឹកនាំដោយផ្ដាច់ការដែលធ្វើឲ្យទាំងយុវជនទាំងស្ត្រីទាំងប្រជាពលរដ្ឋទូទៅទាំងអស់គឺមានស្ថានភាពលំបាកដូចថ្ងៃនេះជាដើមចា៎សូមអរគុណច្រើន